បាទនេះគឺស្រូវជប៉ុនិកាដែលបងប្អូនកសិករយើងគាត់បានសាបជាពិសេសនៅខាងសហគមន៍ជលាដែលស្ថិតនៅក្នុងភូមិជលាស្រុកប្រទេសខេត្តកំពង់ចាមបាទនេះគឺគាត់បានផលិតសំណាបរបស់គាត់អាយុកាលមកប៉ុណ្ណេះទងប្រហែលជាបាន5ទៅ6ថ្ងៃហើយបាទបងប្អូនមើលកម្រាស់ពីលើតែម្ដងបាទគឺក្រាស់មកញឹកយើងស្រួលស្ទង់តែម្ដងហើយដុះល្អគ្រប់គ្រាប់មកតែម្ដងអត់មានបាត់កូនទេបាទអត់មានបាត់គ្រាប់ទេគឺដុះមកស្អាតណាស់អញ្ចឹងមើលរបៀបនឹងការថែទាំរបស់គាត់គឺបានស្អាតមែនតើបាទគាត់មានហូមពតក៏មានប្រក់ដំបូលលេខរបស់គាត់មកស្អាតណាស់បាទស្អាតណាស់ហើយធ្វើបានល្អបែបនេះទៅពេលយកទៅស្ទូងក៏យើងចាប់បានអត់មានបាត់តំណោដែរបាទពេលយកទៅស្ទូងគឺចាប់បានមកគ្រប់តំណោតែម្ដងគ្រប់ជួរតែម្ដងអញ្ចឹងការធ្វើសណាបសំខាន់គឺការថែទាំពីតូចចឹងតែម្ដងបាទនេះបើមើលនេះរៀងវែងជាងគេបាទនឹងផ្សាកមុនគេបាទឲ្យបងប្អូនមើលចុះមើលពីលើគឺអត់មានបាត់ក្របអត់មានបាត់អីទេគឺស្អាតមកតែម្ដងបាទស្អាតណាស់បងប្អូនស្អាតមែនតើអញ្ចឹងវាជាបទពិសោធន៍និងគំរូថ្មីដែលយើងគ្រប់គ្នាគួរតែយករៀនតាមធ្វើជាគំរូដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជាយើងឲ្យកាន់តែឆ្ពោះទៅមុខទៀតបានហើយក្បួនខ្នាតបែបនេះធ្វើបែបនេះយើងចំណេញច្រើនចំណេញតាំងពីពូជចំណេញតាំងពីជីចំណេញទាំងពីថ្នាំពុលថ្នាំអីមកទាំងអស់ហើយជាពិសេសស្រូវសន្ទូងរបស់យើងវាមានភាពរឹងមាំវាមិនចាញ់ជំងឺវាមិនចាញ់ខ្យល់វាមិនដួលកប់នៅក្នុងទឹកនៅពេលដែលយើងប្រមូលផលគឺយើងងាយស្រួលយកបានទាំងអស់តែម្ដងបាទស្អាតណាស់បាទហើយបច្ចេកទេសទាំងអស់នេះយើងមានបទពិសោធន៍និងយើងធ្វើតាមផ្សេងគ្នាមិនចាំបាច់តម្រូវតែធ្វើឲ្យតាមគ្នាទាំងអស់ទេតែយើងមានបច្ចេកទេសនិងវិធីសាស្ត្រធ្វើផ្សេងគ្នាបាទគាត់ថាបទពិសោធន៍របស់គាត់នេះគាត់ធ្វើបានល្អការថែទាំរបស់គាត់នេះគឺល្អមែនទែនបាទស្អាតអញ្ចឹងសត្វល្អិតមកយាយអីក៏មិនបានដែរបើថាគាត់ធ្វើមកស្អាតគាត់មានតពោលគាត់មានសំណាញ់ហើយខាងនោះគាត់មានសំណាញ់កុំឲ្យមន់កុំឲ្យអីចូលគាត់មានទាំងអស់របស់គាត់តែម្ដងបាទអរគុណច្រើន